កម្មវិធីគួរតែដឹងនាំមកជូនផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិស្វាគមន៍ទស្សនិកជនមកកាន់កម្មវិធីគួរតែដឹងជិតទស្សនិកជននៅក្នុងវគ្គថ្មីដែលក្នុងវគ្គនេះគឺប្រធានបទរបស់យើងគឺនិយាយតាក់ទងទៅនឹងកោះបឹងទន្លេនិងទឹកធ្លាក់អូហូជឿថាទស្សនិកជនបន្តពីបានទស្សនាកម្មវិធីរបស់យើងនៅក្នុងវគ្គនេះហើយនឹងទទួលបាននូវចំណេះដឹងជាច្រើនបាទប្រទេស Greenland គឺជាកោះដែលធំជាងគេនៅលើពិភពលោកយើងនេះហើយចង់បញ្ជាក់ថាប្រទេសអូស្ត្រាលីគឺជាទ្វីបមួយហេតុនេះហើយវាមិនត្រូវបានគេរាប់បញ្ចូលថាជាកោះដែលធំជាងគេនៅលើពិភពលោកយើងនោះទេនិយាយរួមមិញយ៉ារ៉ូរៀបរាប់តែម្ដងតាមពីដើមរហូតមកដល់ឥឡូវដល់ពេលទីតាំងនិយាយបានទេតាចាកោះបូរណេអូកោះនូហ្គីនីនិងកោះម៉ាដាហ្គាស្កាចាកោះទាំង3នេះគឺជាកោះដែលធំជាងគេបង្អស់នៅលើពិភពលោកបន្ទាប់ពីប្រទេស Greenland ក៏ប៉ុន្តែបើយើងធ្វើការប្រៀបធៀបជាមួយនឹងប្រទេស Greenland ជាមួយនឹងកោះទាំង3ហ្នឹងគឺតូចជាងប្រទេស Greenland ដាច់តែម្ដងបាទទស្សនិកជនឥឡូវនេះយើងបកមកកាន់បឹងទឹកសាបវិញបឹងទឹកសាបដែលធំជាងគេនៅលើពិភពលោកនោះគឺមានឈ្មោះថា Superior នៅប្រទេសកាណាដាដែលវាមានក្រឡាផ្ទៃរហូតដល់ទៅ 80000 គីឡូម៉ែត្រការ៉េដែលធំជាងប្រទេស2បូកបញ្ចូលទៀតគ្នាទៀតគឺប្រទេស Holland និងប្រទេស Belgium បូកបញ្ចូលគ្នាមិនស្មើនឹងបឹងទន្លេសាប Superior នោះទេចាំមិនមែននឹងទស្សនិកជនបានដឹងហើយពីបឹងទន្លេសាបដែលធំជាងគេបង្អស់នៅលើពិភពលោកឥឡូវនេះចូលមកដល់សម្រាប់ប្រទេសកម្ពុជានេះវិញម្ដងចាបឹងទន្លេសាបដែលធំជាងគេបង្អស់របស់កម្ពុជានោះគឺមានឈ្មោះថាបឹងទន្លេសាបនឹងឯងអូបឹងទន្លេសាបគឺបឹងទន្លេសាបហើយបឹងទន្លេសាបនេះផងដែរក៏ជាបឹងទឹកសាបដែលធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងចាហើយកន្លះផ្ទៃរបស់បឹងទន្លេសាបគឺប្រែប្រួលពី2700គីឡូម៉ែត្រការ៉េគឺអាចរហូតដល់16000គីឡូម៉ែត្រការ៉េហើយបម្រែបម្រួលនេះគឺអាស្រ័យទៅនឹងខ្យល់មូសុងនិងរដូវនៅក្នុងប្រទេសកម្ពុជាបាទឥឡូវយើងបកមកកាន់បឹងដែលជ្រៅជាងគេបំផុតវិញគឺមានឈ្មោះថាបឹង Baikal ដែលនៅក្នុងតំបន់ខ្ពង់រាបនៅ Central Siberia របស់ប្រទេសរុស្ស៊ីបាទដែលវាមានជម្រៅរហូតដល់ទៅ1440ម៉ែត្រឯណោះដែលជម្រៅនេះគឺស្មើទៅនឹង3ដងនៃអគារ Shanghai Tower របស់ប្រទេសចិនដែលជាប់ចំណាត់ថ្នាក់លេខ2ទូទាំងពិភពលោកអញ្ចឹងមានថាអគារ Shanghai Tower ហ្នឹង3ដងបានស្មើនឹងជម្រៅបឹងនេះតតែម្ដងអូជំរាបថាជ្រៅមែនតើចាមិនមែនហ្នឹងទស្សនិកជនបានដឹងហើយពីបឹងដែលជ្រៅជាងគេឥឡូវនេះចូលមកដល់ទន្លេដែលមានប្រវែងវែងជាងគេរបស់នោះគឺទន្លេនីលចាហើយទន្លេនីលនេះគឺហូរពីតំបន់អាហ្វ្រិកកណ្ដាលក្នុងរយៈចម្ងាយ6670គីឡូម៉ែត្រទៅសមុទ្រមេឌីទែរ៉ាណេដែលនៅភាគខាងជើងបាទឥឡូវនេះខ្ញុំបកមកកាន់ទឹកធ្លាក់តែម្ដងទឹកធ្លាក់ដែលមានកម្ពស់ខ្ពស់ជាងគេនោះគឺមានឈ្មោះថា Angel Fall ដែលស្ថិតនៅក្នុងប្រទេស Venezuela បាទដែលទឹកធ្លាក់នេះគឺមានកម្ពស់រហូតដល់ទៅ979ម៉ែត្រដែលកម្ពស់នេះខ្ពស់ជាងអគារនេះឈ្មោះថា Burj Khalifa ដែលមានកម្ពស់828ម៉ែត្រដែលស្ថិតនៅក្នុងប្រទេសឌូបៃនៅសាធារណរដ្ឋអារ៉ាប់រួមដែលយើងហៅថា United Arab Emirates បាទអញ្ចឹងមានន័យថាកម្ពស់អគារដែលខ្ពស់ជាងគេនៅទូទាំងពិភពលោកហើយមានទឹកធ្លាក់ដែលខ្ពស់ជាងអគារនោះទៀតបាទអស្ចារ្យមែនតើតែយើងទៅលេង Venezuela ចាប់តែជាមួយគ្នាណាបន្ទាប់ពីចាក់កម្មវិធីខ្ចីលេខតុងទីនគេទៅណាបាទអរគុណច្រើនគេចាក់លេខនៃកម្មវិធីរបស់យើងមកដល់ទីបញ្ចប់ហើយអរគុណ Mr. Man ដែលបានផ្ដល់ជាសម្ភារបំពាក់ដល់ពួកយើងទាំងពីរនាក់កម្មវិធីរបស់យើងនឹងវិលត្រឡប់មកជួបទស្សនិកជននៅប្រធានបទក្រោយនៅពេលនេះខ្ញុំបាទយ៉ារ៉ូខ្ញុំសារីតាសូមអរគុណសូមជម្រាបលាបាយបាយ